ជំរាបសួរបងប្អូនបុកកពើ7ខ្ចីជាមុខម្ហូបដែលញ៉ាំបាយបានច្រើនមែនទែនចាហើយសម្រាប់វិធីនៃការធ្វើនិងគ្រឿងផ្សំក៏ងាយដូចគ្នាដែរគឺខ្ញុំប្រើកពឹស2ខាំ7ខ្ចី2ខាំខ្ទឹមសខ្ទឹមក្រហមប្រហុកហើយនឹងជាមួយនឹងបន្លែចាបន្លែដែលសម្រាប់យើងបុកហ្នឹងគឺមានម្អមហើយនឹងស្លឹកជីយើងប្រើតែ2មុខទេគឺប្រើជីវែងហើយនឹងជីនាងវងចាហើយសម្រាប់បន្លែដែលញ៉ាំជាមួយនឹងខ្ញុំប្រើតែតសក់សណ្តែកគួរហើយនឹងទុយងចេកអញ្ចឹងជាដំបូងគឺត្រូវខ្ចប់ប្រហុកអាំងសិនសម្រាប់បងប្អូនដែលគាត់ចូលចិត្តញ៉ាំបែបប្រហុកឆៅគឺគាត់បុកទាំងឆៅតែម្ដងចាហើយពេលដែលយើងអាំងប្រហុកហ្នឹងគឺយើងដុតជាមួយនឹងខ្ទឹមសខ្ទឹមក្រហមម្ទេសដើម្បីទុកគ្រឿងទាំងអស់ហ្នឹងសម្រាប់ពេលដែលយើងបុកគឺវាមានក្លិនឈ្ងុយឆ្ងាញ់ចាហើយសម្រាប់ម្អមហើយនឹងស្លឹកជីអីហ្នឹងគឺត្រូវលាងសម្អាតឲ្យស្អាតចាយកមកហាន់វាទុកមួយឡែកបែបនេះចាពេលដែលគ្រឿងរបស់យើងឆ្អិនហើយយើងចាប់ផ្ដើមបុកបានតែម្ដងចាថែមជាមួយនឹងម្សៅស៊ុបបន្តិចហើយជាមួយនឹងស្ករសហ្នឹងមួយស្លាបព្រាចាបងប្អូនមិនដាក់អំបិលទេដោយសារតែប្រហុករបស់យើងហ្នឹងប្រៃហើយចាពេលដែលគ្រឿងរបស់យើងរាំងល្អិតបន្តិចហើយបងប្អូនដាក់ម្ជូរអំពិលចូលទៅយើងប្រើប្រភេទអំពិលខ្ចីចាប្រើ2ខាំហ្នឹងគឺដោយសារតែកពឹសរបស់យើងហ្នឹងគឺវាបឺតជាមួយនឹងរសជាតិជូរបងប្អូនអញ្ចឹងពេលដែលយើងធ្វើម្ហូបអីដែលមានកពឹសគឺម្ហូបរបស់យើងហ្នឹងគឺវាអត់ងាយជូរទេតើតែបងប្អូនប្រើម្ជូរឲ្យរាងច្រើនបន្តិចចាហើយបន្ទាប់មកគឺខ្ញុំថែមជាមួយនឹងប្រហុកអាំងនេះគឺបើកឡើងគឺឈ្ងុយតែម្ដងចាអញ្ចឹងពេលដែលគ្រឿងទាំងអស់ហ្នឹងចូលជាតិគ្នាហើយបងប្អូនថែមជាមួយនឹងម្អមចាម្អមយើងដាក់មុនគេចាដាក់មុនស្លឹកជីមិនមុនគេបងអស់ទេបងប្អូនចាបន្ទាប់មកបងប្អូនថែមជាមួយនឹងស្លឹកជីតិចទៀតទៅចាស្លឹកជីដែលយើងរៀបចំមិញហ្នឹងគឺយើងបុកលាយចូលគ្នាចាបន្ទាប់មកទៀតយើងដាក់កពឹសចូលតែម្ដងហើយកពឹសនេះយើងអត់បុកទេកុំឲ្យវាបែកសាច់ចាគឺខ្ញុំកូបែបនេះមកសន្ទុះទៅគឺវាចូលគ្នាល្អហើយបងប្អូនអាចភ្លក់រសជាតិបានចាសម្រាប់គ្រឿងទេសដែលខ្ញុំជម្រាបបងប្អូនមិញហ្នឹងគឺមិនថែមអីទៀតទេតែប៉ុណ្្នឹងគឺគ្រប់គ្រាន់ហើយ